នេះគឺជាបាត់ភូតធម្មជាតិទាំង5ដែលមើលទៅគួរឲ្យខ្លាចនិងគួរឲ្យភ្ញាក់ផ្អើលមកចូលវីដេអូសូមកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផង1ឆ្នេរពណ៌ក្រហមនៅឯកោះនៃប្រទេសអឺរ៉ង់ទឹកសមុទ្រនិងដីខ្សាច់នៅទីនោះមានពណ៌ក្រហមឆ្អៅដូចជាឈាមវាមិនមែនជារឿងសាហាវដូចនៅក្នុងរឿងខ្មោចនោះទេប៉ុន្តែដោយសារដីនៅតំបន់នោះសម្បូរទៅដោយរ៉ែដែកអុកស៊ីតដែលលាយចូលទៅក្នុងទឹកទៅធ្វើឲ្យវាមានពណ៌ក្រហមបែបនេះ2ពពកធ្លាក់ចុះមកលើដីគេឃើញដុំសសដូចពពកធ្លាក់ចុះមកលើដីហើយមនុស្សអាចទៅប៉ះវាបានភាគច្រើនវាគឺជាពពុះសហកម្មឬក៏ជាពពុះសាប៊ូដែលហៀចេញពីរោងចក្រឬកន្លែងចម្រោះទឹកកខ្វក់ហើយត្រូវបានខ្យល់បក់មកមិនមែនជាដុំពពកប្រកបដែលធ្លាក់ពីលើមេឃនោះទេ3ព្យុះពពកជាបាតុភូតពពកវិលជុំវិញគ្នាជាស្រទាប់មើលទៅដូចចានហោះយក្សឬដូចមេឃកំពុងបាក់ស្រុតចុះមកវាគឺជាប្រភេទព្យុះផ្គររន្ទះដ៏ខ្លាំងក្លាបំផុតដែលមានខ្យល់បក់ខ្លាំងនិងវិលជុំវិញខ្លួនឯងវាអាចបង្កជាខ្យល់កន្ត្រាក់ឬក៏ព្យុះកំបុតត្បូងក៏បាន4ព្យុះដាច់ដោយឡែកបាតុភូតមេឃនៅជុំវិញភ្លឺល្អប៉ុន្តែមានភ្លៀងធ្លាក់និងរន្ទះបាញ់តែនៅចំចំណុចតូចមួយចំកណ្ដាលផ្លូវឬកណ្ដាលវាលវាជាបាតុភូតធម្មជាតិដែលពពកភ្លៀងកក់កុញតែមួយដុំតូចហើយបង្កភ្លៀងនោះមកចំគោលដៅតែមួយគណៈកន្លែងផ្សេងទៀតគ្មានភ្លៀងទាល់តែសោះ5ព្យុះខ្សាច់វិលបាតុភូតសាច់វិលឡើងលើជាសសខ្ពស់នៅកណ្ដាលវាលខ្សាច់មើលទៅគួរឲ្យខ្លាចកើតឡើងដោយសារកម្ដៅព្រះអាទិត្យធ្វើឲ្យដីក្តៅខ្លាំងរួចខ្យល់ក្តៅហក់ឡើងលើលឿនពេកបង្កើតបានជាវងខ្យល់វិលជុំវិញខ្លួនឯងហើយទាញយកខ្សាច់ឡើងទៅតាមរយៈនោះ